សិនខ្ញុំប្រាប់បងប្អូនថាខ្ញុំត្រូវហោះហើរពីខ្មែរឡើងមកជប៉ុនចំណាយពេលរហូតដល់10ម៉ោងជាងតើបងប្អូនទាំងអស់គ្នាជឿខ្ញុំអត់នេះគឺជាវីដេអូដែលខ្ញុំឡើងពីពលានសៀមរាបហោះមកកាន់ប្រទេសជប៉ុននៅក្នុងខេត្តអូសាកាបងប្អូនទាំងអស់គ្នាដែលសារតែខ្ញុំឡើងពីពលានហ្នឹងគឺនៅម៉ោង7កន្លះអញ្ចឹងហើយខ្ញុំត្រូវតម្រូវមកដល់អូសាកាហ្នឹងនៅម៉ោង7:50នាទីនៅព្រឹកស្អែកអញ្ចឹងវីដេអូនេះដែរសម្រាប់បងប្អូនទាំងអស់គ្នាដែលកំពុងតែនៅក្នុងប្រទេសជប៉ុនហើយមានបំណងចង់ទៅលេងខ្មែរហើយហោះពីខ្មែរមកលេងជប៉ុនអីបងប្អូនទាំងអស់គ្នាព្រួយបារម្ភអំពីការចូលមកក្នុងប្រទេសជប៉ុនមានបញ្ហាគេខ្លះបងប្អូនទាំងអស់គ្នាអាចទស្សនាជាមួយនឹងវីដេអូនេះបាននេះគឺជាវីដេអូត្រួសៗដែលខ្ញុំថតបង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាជាមួយនឹងការជិះយន្តហោះទៅតាមឡានរបស់វៀតណាមពេលនេះដែរខ្ញុំក៏បានមកដល់ហាណូយហើយបងប្អូនអញ្ចឹងពេលដែលមកដល់ហាណូយគេតម្រូវឲ្យយើងចុះពីលើយន្តហោះហើយត្រូវជិះឡានក្រុងទៅមួយតង់ទៀតដើម្បីយើងអាចទៅដល់ពលានយន្តហោះរបស់គេនិយាយទៅពលានយន្តហោះនៅហាណូយនេះគឺធំខ្លាំងមែនទែនតែខ្ញុំអត់ដឹងថានៅក្នុងប្រទេសវៀតណាមមានពលានយន្តហោះប្រហែលទេបើសិនជាបងប្អូនទាំងអស់គ្នាដឹងបងប្អូនទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូម្នាក់មួយដោយសារតែខ្ញុំជិះទៅដល់ហាណូយនោះគឺម៉ោង8:50នាទីហើយបងប្អូនអញ្ចឹងខ្ញុំក៏បានឡើងជាមួយនឹងឡានក្រុងបន្ទាប់មកខ្ញុំក៏បានទិញជាមួយនឹងនំប៉័ងហូបនៅហាណូយនោះណែនំប៉័ងមួយដើមនេះវិញបងប្អូនមានតម្លៃរហូតដល់$7.50បូកជាមួយនឹងទឹកម្ដងទៀតទៅគឺអស់$8.50នេះក៏បានឃើញថាខ្ញុំបានមកដល់ពលានអូសាកានៅក្នុងប្រទេសជប៉ុនហើយអញ្ចឹងជាដំបូងយើងត្រូវយកប៉ាសពតរបស់យើងមកហើយនឹងសំបុត្រយន្តហោះរបស់យើងបន្ទាប់មកបងប្អូនទាំងអស់គ្នាត្រូវដើរតាមគេតាមឯងដែលអ្នកតែគាត់ចេញពីពលានយន្តហោះនឹងដូចគ្នាមកបន្ទាប់ពីបងប្អូនទាំងអស់គ្នាដើរមកដល់ត្រង់ចំណុចនេះហើយយើងត្រូវ check out ចេញទៅខាងក្រៅអញ្ចឹងគឺមានលោកតាម្នាក់គាត់កំពុងតែបង្ហាញថាបើសិនជាយើងមានខ្សែយឺខាដូឬក៏កាតដែលរស់នៅក្នុងប្រទេសជប៉ុនគឺឲ្យយើងទៅតាមផ្លូវនេះហើយបើសិនជាមានប៉ាសពតជប៉ុនទៅតាមផ្លូវនេះអញ្ចឹងទៅគឺគាត់ជាអ្នកជួយណែនាំអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែដើរទៅតាមគេតាមឯងហ្នឹងហើយទីបំផុតខ្ញុំក៏មកដល់កន្លែង check out កន្លែងនេះសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ចូលមកក្នុងប្រទេសជប៉ុនដើម្បីធ្វើការឬមួយក៏គាត់ចូលមកក្នុងប្រទេសជប៉ុនដើម្បីសិក្សាឬក៏មកដើរលេងកម្សាន្តអីក៏ដោយបងប្អូនត្រង់កន្លែងនេះគឺយើងត្រូវតែមានឯកសារគ្រប់គ្រាន់បើសិនជាអត់មានទេគេនឹងបណ្ដឹងយើងឲ្យត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញអញ្ចឹងត្រង់កន្លែងនេះក៏គេមានកដាឲ្យយើងទៅសេដែរដោយសារតែនៅលើប៉ាសពតរបស់ខ្ញុំគឺមានកដាតែគេបិទនៅលើនឹងហើយស្រេចពីព្រោះពេលដែលខ្ញុំចេញពីប្រទេសជប៉ុនទៅខ្ញុំបានប្រាប់គេថាខ្ញុំនឹងវិលត្រឡប់មកកាន់ប្រទេសជប៉ុនវិញក្នុងរយៈពេល2អាទិត្យអញ្ចឹងខ្ញុំគ្រាន់តែទៅសេឈ្មោះរបស់ខ្ញុំអាសយដ្ឋានថ្ងៃខែឆ្នាំកំណើតហើយនឹងឈ្មោះយន្តហោះដែលខ្ញុំជិះបន្ទាប់ពីទៅសេរួចហើយបងប្អូនទាំងអស់គ្នាដែលចង់ដឹងថាទៅសេបែបណាក៏បងប្អូនទាំងអស់គ្នាអាចទស្សនាលើវីដេអូនេះគឺមានគំរូសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់ចេះសរសេរឥឡូវនេះបន្ទាប់ពីយើងបានទៅសេរួចហើយគឺយើងត្រូវតែឲ្យគេ check out ដើម្បីឲ្យយើងចេញទៅខាងក្រៅណាបងប្អូនឥឡូវនេះខ្ញុំបានកាន់ប៉ាសពតជាមួយនឹងกระดาษដែលខ្ញុំបានបំពេញរួចហើយខ្ញុំក៏បានភ្ជាប់ជាមួយនឹងខ្សែយឺខាដូដែលស្នាក់នៅក្នុងប្រទេសជប៉ុនដែរអញ្ចឹងឥឡូវនេះខ្ញុំកំពុងតែតម្រង់ជួរណាបងប្អូនត្រង់កន្លែងនេះដែរមន្ត្រីដែលនៅក្នុងពលានយន្តហោះហ្នឹងគេនឹងសួរសំណួរមកកាន់យើងតិចតួចបើសិនជាប៉ាសពតឬមួយក៏ខ្សែយឺខាដូរបស់យើងមានបញ្ហាអីគេនឹងសួរអញ្ចឹងណាប៉ុន្តែបើសិនជាអត់មានបញ្ហាទេគឺបងប្អូនអាចចាកចេញពីទីនេះបានយ៉ាងរលូនបន្ទាប់ពីខ្ញុំបានចាកចេញពីទីនេះរួចហើយគេក៏បានអុកត្រាមួយនៅលើប៉ាសពតរបស់ខ្ញុំឥឡូវនេះគឺយើងទៅខាងក្រោមដើម្បីយកវ៉ាលីឬក៏អីវ៉ាន់ផ្សេងៗដែលបងប្អូនទាំងគ្នាបានដាក់តាមយន្តហោះអញ្ចឹងបងប្អូនទាំងអស់គ្នាគឺត្រូវចុះទៅខាងក្រោមទៀតចំពោះពលានយន្តហោះនេះសូមបញ្ជាក់បងប្អូនទាំងអស់គ្នាថាគឺជាពលានយន្តហោះខាន់សៃនៅក្នុងខេត្តអូសាកាឥឡូវនេះក៏បានឃើញថាវ៉ាលីហ្នឹងក៏បានគេទម្លាក់ចេញពីយន្តហោះមកហូរហែច្រើនខ្លាំងមែនទែនចឹងបងប្អូនទាំងអស់គ្នាកុំភ្លេចគឺឆែកមើលវ៉ាលីរបស់ខ្លួនឯងមួយណាមានបិទអីមានឈ្មោះអីចឹងណាតែសម្រាប់ខ្ញុំគឺអត់មានទេដោយសារតែខ្ញុំស្ពាយតែកាបូបស្ពាយមួយតែប៉ុណ្ណោះអញ្ចឹងដូចបងប្អូនទាំងគ្នាបានឃើញអញ្ចឹងហើយពលានអូសាកានេះគឺធំខ្លាំងណាស់បន្ទាប់ពីយើងយកវ៉ាលីរួចហើយគឺអត់ទាន់បញ្ចប់ទេបងប្អូនយើងត្រូវឲ្យមន្ត្រីគយរបស់គេហ្នឹងឆែកយើងម្ដងទៀតនៅពេលដែលយើងចេញពីពលានហ្នឹងហើយកន្លែងនេះគឺយើងត្រូវតែបំពេញបែបបទដូចគ្នាដើម្បីយកអីវ៉ាន់ហ្នឹងណាអញ្ចឹងការបំពេញបែបបទនេះគឺជាការដែលយើងបំពេញថាយើងនឹងបានមកដល់ក្នុងប្រទេសជប៉ុននៅថ្ងៃនេះម៉ោងនេះអីចឹងទៅអញ្ចឹងกระดาษនេះខ្ញុំក៏បានដាក់នៅលើវីដេអូដូចគ្នាសម្រាប់បងប្អូនដែលអត់ចេះសរសេរបងប្អូនអាចមើលតាមខ្ញុំហើយសរសេរតាមខ្ញុំបានឥឡូវនេះបន្ទាប់ពីបំពេញបែបបទរួចអស់ហើយគឺយើងនឹងចេញទៅខាងក្រៅតែម្ដងតែមុនពេលចេញហ្នឹងគឺត្រូវតែយកกระดาษហ្នឹងហើយនឹងប៉ាសពតរបស់យើងទៅឲ្យមន្ត្រីនៅក្នុងពលានយន្តហោះហ្នឹងគេឆែកមើលសិនឥឡូវនេះបងប្អូនទាំងអស់គ្នាខ្ញុំបានចេញមកដល់ខាងក្រៅហើយអញ្ចឹងដំណើរកំសាន្តរបស់ខ្ញុំរយៈពេល12ថ្ងៃទៅក្នុងខេត្តសៀមរាប
គឺត្រូវបញ្ចប់ហើយឥឡូវត្រូវត្រឡប់មកធ្វើសំណង់ដូចធម្មតាវិញអញ្ចឹងសម្រាប់វីដេអូនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលអត់ទាន់ចេះសរសេរបំពេញបែបបទអីនៅក្នុងពលានយន្តហោះបងប្អូនទាំងអស់គ្នានឹងអាចបំពេញបានហើយបងប្អូនទាំងអស់គ្នាអាចមើលតាមគំរូរបស់ខ្ញុំបានហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយបើយល់ថាវីដេអូនេះមានប្រយោជន៍បងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះម្នាក់មួយផង